សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតដែរហើយវីដេអូថ្ងៃនេះគឺខ្ញុំមកលេងនៅទំនប់ទសាលបងប្អូនអរគ្នាឃើញថាទឹកគឺឡើងខ្លាំងមែនតើដោយសារតែយប់មិញនេះគឺភ្លៀងហើយមកហ្នឹងក៏អត់ដៃទេបងប្អូនក៏ឆ្លៀតដាក់ជាក់មកតិចតួចអញ្ចឹងណាដើម្បីមកឲ្យបរិយាកាសវាកាន់តែអធិកធមអញ្ចឹងណាបងប្អូនហ្នឹងហើយក៏ពណ៌ឈៀលសុកមេឃក៏ចាប់ផ្ដើមប្រែប្រួលអាកាសធាតុមកប្រព្រឹត្តភ្នែកហើយមិនទាន់មកប្រមាណផងមេឃក៏ចាប់ផ្ដើមភ្លៀងខ្ញុំក៏រត់មកជ្រកនៅក្រោមហើយប្រើដើរនៅខាងលើហ្នឹងក៏ពណ៌ឆ្លេឆ្លាមិនដឹងថាទៅរកកន្លែងជ្រកនៅណានៅណីអញ្ចឹងណាហើយខ្ញុំនេះជ្រកនៅណាអាកាសមកមុនដោយសារតែវាភ្លៀងមកដល់អញ្ចឹងណាខ្ញុំក៏បានសម្រាប់ចិត្តថ្លើមមកលើហើយបបួលគ្នាចុះទៅក្រោមមកកន្លែងទៀតហើយក៏បងប្អូនមើលទៅគឺភ្លៀងមកឡើងសស្គុះសិតទឹកតែម្ដងហើយលើសម្រាប់ចិត្តថាចុះមកក្រោមសាក់មើលគឺហេងមែនតើបងប្អូនដោយសារតែទ្វាគឺគេអត់បានបាត់ទេដោយសារតែបាត់មកជាងបាត់ហើយឃើញទឹកមកប្រាក់ដើគឺគាត់ក្រៀមក្រំមែនតើសេតដោយសារតែឈៀលសុកមេឃក៏ភ្លៀងអញ្ចឹងណាឆ្លៀតពេលចុះមកជ្រកទឹកភ្លៀងហ្នឹងគឺខ្ញុំក៏បាននៅអង្គុយមកដុំដែរខ្ញុំក៏បានដើរថតទីធ្លាខាងក្រោមនឹងបន្តិចដើម្បីចង់ដឹងថាខាងក្រោមហ្នឹងមានអីខ្លះអញ្ចឹងណាប៉ុន្តែបងប្អូនមើលទៅគឺឃើញមានតយោមានអីញ៉ៃពេញហ្នឹងហើយខ្ញុំអត់ដឹងថាគេដាក់ហ្នឹងដើម្បីស្អីដែរទេតែឮបងដាក់នៅហ្នឹងគាត់ថាពីមុនមកឥណ្ឌាគាត់មកកសាងហ្នឹងធ្វើជាទំនប់វារីអគ្គិសនីតែដោយសារតែទឹកវាតិចពេកក៏គេឈប់ធ្វើវិញទៅគ្រាន់តែយកទំនប់ហ្នឹងមកទប់ទឹកធម្មតាអញ្ចឹងហើយក៏លេខមកមើលទឹកបុកប្រាដើនេះវិញគឺគាត់អញញឹមចេញវិញហើយដោយសារតែបានក្រេបជាក់បន្តហើយឥឡូវមេឃក៏ចាប់ផ្ដើមរាំងខ្ញុំក៏ដើរចេញមកមើលទេសភាពនៅខាងក្រោយពីភ្លៀងរួចគឺទេសភាពស្រស់ស្អាតមែនទែនបងប្អូនហើយមេឃឥឡូវគឺធ្វើស៊ីមកតង់ទៀតហើយគឺឥឡូវមកប្រយហើយក៏លេខទៅមើលប្រាដើខាងក្រោមនៅវិញគឺផ្លូវខាងលើស្លាស់ស្រួលណាស់គឺគាត់អត់ដើរទេគាត់ទៅចិត្តបែបបបាក់សបាយតិចអញ្ចឹងណាហើយឥឡូវនេះមេឃក៏ធ្វើស៊ីឲ្យខ្ញុំមានអារម្មណ៍ថាតិចទៅជុំម្ដងទៀតហើយក្រោយពីសម្រាប់ចិត្តថាចេញមកគិតថាមេឃវារាំងតែមានអីបងប្អូនគឺភ្លៀងទៀតតែឥឡូវហ្នឹងអត់អីទេគឺបណ្ដោយទៅតាមមេឃហើយសុខចិត្តដើរកាត់របៀបថាសម្រាប់ចិត្តថាលេងទឹកភ្លៀងហើយការងារអត់ធ្វើទេបងប្អូនដោយសារតែមានការងារធ្វើក៏សម្រាប់ចិត្តនាំគ្នាមកដើរលេងនៅទំនប់ទសាហ្នឹងទៅហើយឃើញវីដេអូបងគាត់ផុសមកគឺតំណងហើយសប្បាយអញ្ចឹងណាក៏មកគេដល់ពេលមានអីបងប្អូនមកដល់គឺសប្បាយរបស់គេមែនតែសប្បាយខ្ញុំនេះគឺសប្បាយបែបជាក់អញ្ចឹងណាដោយសារមុនហ្នឹងដាក់ជាក់រឿងស្ទើអញ្ចឹងមេគាត់ក៏បន្ថែមឲ្យមួយសាទៀតដើម្បីឲ្យយើងទៅចាក់កាន់តែខ្លាំងប៉ុន្តែនឹងអត់មានអារម្មណ៍ថាលើហើយទៅចាក់នេះគឺលើសពីទៅចាក់ហើយចូលលក្ខណៈលងាវិញហើយមើលតែទឹកមុខទៅធ្វើមុខមមប៉ុន្តែការពិតគឺចង់រឹងហើយបងប្អូនហើយខ្ញុំក៏ឆ្លៀតថតទាំងមេឃភ្លៀងទៀតទូរស័ព្ទហ្នឹងក៏វាចូលទឹកបដាដែរគ្រាន់តែវាអត់ទាន់ដល់លក្ខណៈថាវាខូចទេវារៀបចំខូចបដាអញ្ចឹងណាបងប្អូនខាងក្រោមខ្ញុំបែរទៅមិញហ្នឹងគឺមានបងគាត់បោះតង់តែជា2តង់ដែរអញ្ចឹងគាត់ពងមានក្តីសុខក្នុងតង់ហើយឥឡូវខ្ញុំមកដល់កញ្ចុះហើយក៏សម្រាប់នៅកញ្ចុះបន្តិចនិយាយប្រាជ្ញគ្នាលេងកុំឲ្យលងាអញ្ចឹងណាអង្គុយមេឃរាំងក៏មើលទៅបើជាមិនរាំងទេក៏សម្រាប់ចិត្តចេញមកទាំងលឹមមកដល់ទេទឹកពុះហើយបងប្អូនមើលផុកនេះក៏វាក្តៅដែរហើយផុកហ្នឹងថលទេគឺហើយទៅចូលទៅបែរលិចដល់ឋានប្រែតហើយទឹកនេះក្តៅបែបធម្មជាតិបងប្អូនឃើញអាលឹមអញ្ចឹងមែនតែក្តៅឆុងមីបានណាក្តៅបែបធម្មជាតិអត់មានបណ្ណាគេដាំទឹកយកមកចាក់ក្នុងនឹងដើម្បីឲ្យវាក្តៅអីអត់ទេបងប្អូនក្តៅគឺក្តៅបែបធម្មជាតិតែម្ដង